លេស6យ៉ាងរបស់មនុស្សខ្ជិល 1. មិនធ្វើការងារដោយអាងថាត្រជាក់ណាស់ 2. មិនធ្វើការងារដោយអាងថាក្តៅណាស់ 3. មិនធ្វើការងារដោយអាងថាល្ងាចណាស់ 4. មិនធ្វើការងារដោយអាងថាព្រឹកណាស់ 5. មិនធ្វើការងារដោយអាងថាឃ្លានណាស់ 6. មិនធ្វើការងារដោយអាងថាស្រែកណាស់ អានិសង្សមេត្តា11យ៉ាង 1. ដេកលក់ជាសុខ 2. ភ្ញាក់ឡើងជាសុខ 3. មិនយល់សុបិនអាក្រក់ 4. ជាទីស្រឡាញ់របស់ពពួកមនុស្ស 5. ជាទីស្រឡាញ់របស់ពពួកអមនុស្ស 6. ពពួកទេវតាថែរក្សា 7. ភ្លើងក្តីថ្នាំពឹសក្តីគ្រឿងសាស្ត្រាវុធក្តីមិនអាចមកចិត្តកាយធ្វើនៅអន្តរាយឡើយ 8. ចិត្តរមែងតាំងមាំដោយឆាប់ 9. សម្បុរមុខស្រស់ថ្លា 10. ជាអ្នកមិនវង្វេងក្នុងពេលស្លាប់ 11. កាលមិនទាន់ត្រាស់ដឹងនៅគុណធម៌ជាន់ខ្ពស់គឺលោកកតរធម៌រមែងចូលទៅកាន់ព្រហ្មលោក មនាលភិក្ខុទាំងឡាយមេត្តាចិត្តវិមុតតិដែលបុគ្គលបានសេពគប់បានចម្រើនបានធ្វើឲ្យច្រើនបានធ្វើឲ្យដូចជាយានបានតម្កល់សុបបានប្រព្រឹត្តរឿយបានសន្សំទុកបានប្រារព្ធល្អហើយអានិសង្សទាំង11ប្រការនេះរមែងកើតពិតប្រាកដលេស6យ៉ាងរបស់បុគ្គលខ្ជិលនិងអានិសង្សមេត្តា11យ៉ាងសូមចប់តែត្រឹមប៉ុណ្ណេះសូមអនុមោទនា